5 ចំណុចដែលប្រជាជនខ្មែរយើងយល់ខុសពីការប្រើប្រាស់ថ្នាំផ្សះទី1យល់ថាថ្នាំផ្សះអាចព្យាបាលគ្រប់ជំងឺទាំងអស់អញ្ចឹងពាក្យថាផ្សះនៅក្នុងភាសាខ្មែរគឺធ្វើឲ្យប្រជាជនខ្មែរយើងគាត់យល់ថាថ្នាំហ្នឹងនៅពេលដែលពួកគាត់លេបទៅគឺជួយឲ្យឆាប់ជាសះស្បើយផ្សះពីខាងក្នុងមកអញ្ចឹងនៅពេលដែលពួកគាត់មានអារម្មណ៍ថាមិនស្រួលខ្លួននៅដូចជាក្តៅខ្លួនផ្ដាសាយឬក៏ក្អកឬក៏ជើងបំពង់កអីអញ្ចឹងគឺគាត់តែងតែទៅទិញថ្នាំផ្សះហ្នឹងមកលេបភ្លាមដោយសារតែពួកគាត់នឹងយល់ថាថ្នាំផ្សះហ្នឹងគឺលេបទៅឆាប់ជាអីអញ្ចឹងទៅអញ្ចឹងការពិតដល់បងប្អូនថ្នាំផ្សះបើតាមភាសាបច្ចេកទេសហៅថា antibiotic ដែលជាប្រភេទឱសថឬក៏ថ្នាំដែលគេប្រើប្រាស់សម្រាប់កម្ចាត់ឬក៏ទប់ស្កាត់ការលូតលាស់ប្រភេទបាក់តេរីនៅក្នុងរាងកាយមិនថាមនុស្សឬក៏សត្វនោះទេហើយក៏យើងមិនចេះតែប្រើប្រាស់នោះដែរគឺត្រូវមានគ្រូពេទ្យពិនិត្យត្រឹមត្រូវថាបានឆ្លងដោយពពួកបាក់តេរីឬក៏អត់ហើយថ្នាំផ្សះហ្នឹងគឺវាមានក្រុមច្រើនអញ្ចឹងណាហើយការព្យាបាលគឺបែងចែកទៅតាមប្រភេទនៃបាក់តេរីហើយនិងប្រភេទក្រុមថ្នាំនឹងដែរទី2គឺលេបឲ្យតែធូរក៏ឈប់លេបតាមចិត្តចង់បងប្អូនខ្មែរយើងភាគច្រើនគឺគាត់ទៅផ្សំថ្នាំមកលេបសិនមកហើយពេលខ្លះគាត់ទាមទារឲ្យគ្រូពេទ្យឬក៏អ្នកគ្រូពេទ្យហ្នឹងដាក់ថ្នាំផ្សះផងបើលេបទៅធូរចាំមកផ្សំទៀតអញ្ចឹងនឹងគឺជាកំហុសមួយដែលពួកយើងជួបជាញឹកញាប់អញ្ចឹងណាអញ្ចឹងបងប្អូនយើងនៅពេលដែលគាត់លេបថ្នាំនឹងមកលេបឬក៏ពីលេបទៅមានអាការៈថាធូរស្រាលពួកគាត់ក៏ឈប់លេបថ្នាំនឹងព្រោះអីដោយសារតែគាត់ថាលេបថ្នាំនឹងច្រើនទៅគាត់គិតថាវាអាចទៅជាក្តៅខ្លួនឬក៏ខ្លាចខូចកាពះខ្លាចខូចសុខភាពអីអញ្ចឹងទៅប៉ុន្តែការពិតដល់បងប្អូនការឈប់លេបថ្នាំពាក់កណ្ដាលទីហ្នឹងគឺធ្វើឲ្យមេរោគដែលនៅសេសសល់នៅក្នុងខ្លួនរបស់យើងហ្នឹងគឺវាអត់ងាប់ទេវាបានត្រឹមស៊ីសើអីអញ្ចឹងណាហើយមេរោគហ្នឹងគឺវារៀនស្គាល់ថ្នាំទៀតឬក៏ភាសាបច្ចេកទេសហៅថា resistance អញ្ចឹងនៅពេលដែលថ្ងៃក្រោយទៅយើងមានជំងឺនឹងដដែលយើងលេបថ្នាំនឹងដដែលគឺថ្នាំនឹងលេបលេងត្រូវហើយដោយសារតែមេរោគហ្នឹងគឺវាស្គាល់ថ្នាំវាស៊ាំជាមួយនឹងថ្នាំដែលយើងលេបហ្នឹងទៅហើយបងប្អូនត្រូវដឹងថាអញ្ចេះការលេបថ្នាំផ្សះគឺយើងមិនមែនចេះតែលេបតែឯងទេគឺយើងត្រូវលេបគោរពតាមវិជ្ជាគ្រូពេទ្យឧទាហរណ៍ថាមួយថ្ងៃហ្នឹងគ្រូពេទ្យឲ្យលេប3ដងអីអញ្ចឹងទៅគឺយើងត្រូវធ្វើតាមគាត់ទោះមានអារម្មណ៍ថាយើងលេបបាន2ឬក៏3ដងលេបធូរក៏ដោយយ៉ាងហោចណាស់ក៏យើងត្រូវលេបឲ្យបាន5ឬក៏7ថ្ងៃដែរទី3គឺឲ្យថ្នាំផ្សះហ្នឹងទៅអ្នកដទៃលេបឬក៏ទុកលេបខ្លួនឯងនៅពេលក្រោយអញ្ចឹងការណែនាំគ្នាឲ្យប្រើថ្នាំដែលខ្លួនធ្លាប់ប្រើជាសះស្បើយទៅតែឲ្យអ្នកដទៃប្រើតាមគឺជាទម្លាប់ដ៏គ្រោះថ្នាក់មួយការពិតទៅរាងកាយហើយនិងប្រភេទមេរោគរបស់មនុស្សយើងម្នាក់ៗគឺវាអត់ដូចគ្នាទេបងប្អូនហើយការប្រើប្រាស់ថ្នាំខុសកម្រិតឬក៏ខុសប្រភេទគឺវាអាចបង្កទៅជាប្រតិកម្មអាឡែស៊ីធ្ងន់ធ្ងររហូតដល់បាត់បង់ជីវិតអីអញ្ចឹងទៅអញ្ចឹងខ្ញុំអត់ recommend ឲ្យយើងប្រើប្រាស់ថ្នាំផ្សះតគ្នាឬក៏តាមគ្នានោះទេទី4គឺយកថ្នាំផ្សះទៅបុកដាក់ឬក៏រោយនៅលើមុខរបួសដោយផ្ទាល់អញ្ចឹងយើងតែងតែឃើញការយកថ្នាំគ្រាប់មកបបាយជាម្សៅហើយរោយទៅលើមុខរបួសឬក៏ដំបៅដោយផ្ទាល់អញ្ចឹងការពិតហ្នឹងគឺជាទម្លាប់មួយដែលគ្រោះថ្នាក់បំផុតដោយសារតែម្សៅថ្នាំផ្សះហ្នឹងវាមិនត្រឹមតែមិនជួយឲ្យមុខរបួសនឹងឆាប់ជាទេប៉ុន្តែគឺវាធ្វើឲ្យស្បែកឆាប់រលាកឬក៏អាឡែស៊ីហើយនឹងបង្កើនឱកាសឲ្យមេរោគផ្សេងហ្នឹងវាស៊ាំនឹងថ្នាំនៅកន្លែងនឹងផ្ទាល់តែម្ដងទី5គឺពួកគាត់អត់ខ្វល់ពីការស៊ាំថ្នាំនោះទេអញ្ចឹងមានប្រជាជនខ្មែរយើងមួយចំនួនគាត់គិតថារឿងស៊ាំនឹងថ្នាំផ្សះហ្នឹងគឺជារឿងធម្មតាអញ្ចឹងណាប៉ុន្តែបច្ចុប្បន្នបញ្ហានៃការស៊ាំថ្នាំហ្នឹងវាកំពុងតែคล้ายជាវិបត្តិមួយឬក៏វិបត្តិសុខភាពមួយដែលធ្ងន់ធ្ងរដោយសារតែអ្នកជំងឺហ្នឹងគាត់ស៊ាំជាមួយនឹងថ្នាំអាន់ទីប៊ីយោទិកឬក៏ថ្នាំផ្សះហ្នឹងសឹងតែគ្រប់ក្រុមទាំងអស់ដោយសារតែប្រជាជនខ្មែរយើងគាត់ប្រើប្រាស់ថ្នាំផ្ដេសផ្ដាសគាត់ទិញខ្លួនឯងអីអញ្ចឹងណាហើយអត់គោរពតាមការណែនាំរបស់គ្រូពេទ្យហើយពេលខ្លះគាត់លេបទៅធូរគាត់ឈប់លេបតែខ្លួនឯងតាមចិត្តអញ្ចឹងនៅថ្ងៃក្រោយនៅពេលដែលគាត់មានជំងឺធ្ងន់ធ្ងរអញ្ចឹងគឺវាពិបាកនៅក្នុងការជ្រើសរើសថ្នាំមកព្យាបាលជំងឺគាត់អញ្ចឹងណាហើយពេលខ្លះទៀតវាអាចថាថ្នាំហ្នឹងអត់ត្រូវទេប៉ុន្តែត្រូវនឹងក្រុមថ្នាំផ្សេងទៀតប៉ុន្តែក្រុមថ្នាំហ្នឹងវាអាចថាតម្លៃថ្លៃអីអញ្ចឹងទៅដូច្នេះហើយបងប្អូនគួរតែលេបថ្នាំតាមវិជ្ជាគ្រូពេទ្យដែលគាត់បានណែនាំបើទោះបីជាយើងមានអាការៈថាធូរស្រាលក៏ដោយក៏យើងត្រូវតែលេបថ្នាំហ្នឹងឲ្យអស់ចំនួនគ្រាប់ដែលគ្រូពេទ្យគាត់កំណត់ដែរហើយយើងត្រូវព្យាយាមលេបឲ្យចំពេលវេលាបើសិនជាពេទ្យឲ្យលេប2ដងក្នុងមួយថ្ងៃអញ្ចឹងយើងត្រូវព្យាយាមដេញម៉ោងឲ្យទៀងទាត់អញ្ចឹងណាហើយបងប្អូនក៏មិនត្រូវចែកម្លែកថ្នាំហ្នឹងទៅអ្នកដទៃឲ្យប្រើប្រាស់ដែរដោយសារតែបើទោះបីជាពួកគាត់មានរោគសញ្ញាដូចយើងក៏ដោយក៏មិនត្រូវមិនប្រកាសថាយើងប្រើប្រាស់ថ្នាំហ្នឹងដូចគ្នាដែរ
អញ្ចឹងហើយទៅទៀមទានៅពេលដែលបងប្អូនមានអាការៈមិនស្រួលខ្លួនឬក៏ឈឺអីអញ្ចឹងទៅគឺបងប្អូនគួរតែទៅពិគ្រោះជាមួយនឹងគ្រូពេទ្យឲ្យបានច្បាស់លាស់ដើម្បីឲ្យពួកគាត់ពិនិត្យថាយើងនឹងពិតជាបានឆ្លងពពួកមេរោគបាក់តេរីនឹងពិតឬអត់ហើយបន្តមកពួកគាត់គឺនឹងដាក់ថ្នាំឲ្យចំគោលដៅដើម្បីអីគឺដើម្បីជៀសវាងការប្រើប្រាស់ថ្នាំផ្សាដោយខ្លួនឯងហើយជៀសវាងការមានគ្រោះថ្នាក់នៅពេលអនាគតអូខេអញ្ចឹងវីដេអូរបស់ខ្ញុំក៏ឈានមកដល់ទីបញ្ចប់ផងដែរហើយសង្ឃឹមថាបងប្អូននឹងយល់ខ្លះៗអំពីកំហុសកុសឆ្គងនៃការប្រើប្រាស់ថ្នាំផ្សាហើយបើសិនជាបងប្អូនមានចម្ងល់ឬក៏សំណួរអីបងប្អូនអាច comment សួរនៅខាងក្រោមវីដេអូមួយនោះបានហើយបងប្អូនកុំភ្លេចធ្វើការ like subscribe channel នេះម្នាក់មួយផងដើម្បីទទួលបានចំណេះដឹងសុខភាពថ្មីៗអរគុណជម្រាបលាជួបគ្នានៅក្នុងវីដេអូក្រោយ